សួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel I Talk English សាជាថ្មីបាទមួយរយៈនេះអត់បានចេញវីដេអូទេដោយសាររវល់ពេកអញ្ចឹងថ្ងៃនេះបាទបានធ្វើវីដេអូថ្មីមួយសម្រាប់អ្នកទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះយើងនឹងរៀនពីកិរិយាសព្ទមួយចំនួនបាទសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃអូខេតោះអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាបាទពាក្យថាភ្ញាក់ហ្នឹងអង់គ្លេសយើងហៅថា wake up ភ្ញាក់ឧទាហរណ៍យើងនិយាយថាខ្ញុំភ្ញាក់ម៉ោង6បាទ I wake up at 6 o'clock I wake up at 6 o'clock បាទ6 o'clock ហ្នឹងយើងហៅថាម៉ោង6ក្រោកបាទក្រោកហ្នឹងគឺ get up បាទការពិតពាក្យហ្នឹងវាខុសគ្នាថាភ្ញាក់យើងអត់ទាន់ក្រោកពីគេងអញ្ចឹងទៅយើងនៅលើគ្រែនៅចុចទូរស័ព្ទអីអញ្ចឹងទៅដល់ក្រោកបាទបានតែយើងក្រោកចេញពីគ្រែហើយអញ្ចឹងកន្លែងហ្នឹងយើងហៅថា get up ឧទាហរណ៍ខ្ញុំក្រោកលឿនបាទខ្ញុំក្រោកលឿនហ្នឹងយើងអានថា I get up early I get up early បាទ early នេះយើងប្រែថាលឿនបាទលឿននេះយើងប្រើបានច្រើនដូចជាមួយពាក្យ fast quick early ហ្នឹងហើយយើងប្រើលឿនដោះបាទដោះជើងដោះធ្មេញដោះអីហ្នឹងយើងហៅ brush ខ្ញុំដោះធ្មេញបន្ទាប់ពីអាហារពេលព្រឹកI brush my teeth after breakfast I brush my teeth after breakfast ហ្នឹងហើយបាទអញ្ចឹងយើងថាដុសធ្មេញ brush teeth ហ្នឹងគឺធ្មេញណាបាទអញ្ចឹង brush my teeth ហ្នឹងដូចថាខ្ញុំដុសធ្មេញខ្ញុំអញ្ចឹងទៅបន្ទាប់ពីគឺ after ហើយអាហារពេលព្រឹកគឺ breakfast បាទតោះអានម្ដងទៀត I brush my teeth after breakfast លាងបាទលាងចានលាងអីហ្នឹងបាទយើងហៅថា wash លាងដៃលាងអីចឹងទៅឧទាហរណ៍ខ្ញុំលាងឡានបាទខ្ញុំលាងឡាន I wash my car ខ្ញុំលាងឡានខ្ញុំឬក៏យើងអាចនិយាយថា I wash a car ខ្ញុំលាងឡានបាទឡានហ្នឹងគឺ car បាទងូតទឹកបាទងូតទឹកអង់គ្លេសយើងហៅថា take a shower អានេះមានន័យថាយើងងូតទឹកផ្កាឈូកណាបាទឧទាហរណ៍ពួកគេងូតទឹកមុនទៅសាលាបាទ They take a shower before school They take a shower before school បាទ they ហ្នឹងគឺពួកគេ take a shower ងូតទឹកbefore បាទយើងហៅថាមុនទៅសាលាមាន go to school ប៉ុន្តែភាសាអង់គ្លេសយើងអាចប្រើអញ្ចឹងបានថា before school មុនសាលាបាទដល់តែខ្មែរយើងថាមុនទៅសាលាហ្នឹងហើយអញ្ចឹងសាលាហ្នឹងគឺដឹងហើយសាលារៀនសាលាហ្នឹងភាសាអង់គ្លេសយើងហៅថា school បាទ school តោះអានម្ដងទៀត They take a shower before school ស្លៀកពាក់បាទស្លៀកពាក់ភាសាអង់គ្លេសយើងហៅថា get dress ឧទាហរណ៍នាងស្លៀកពាក់លឿនបាទនាងស្លៀកពាក់លឿន She gets dressed quickly បាទនេះយើងប្រើ quickly ម្ដងលឿនដែរហើយ she ហ្នឹងបាទយើងបកប្រែថានាងឬក៏គាត់ប៉ុន្តែដូចទាំងអស់គ្នាដឹងការនិយាយនៅខាងក្រៅភាគច្រើនយើងមិនសូវប្រើនាងទេបាទយើងថាគាត់បាទអញ្ចឹងកន្លែងហ្នឹងយើងបកប្រែគាត់ក៏បានថាគាត់ស្លៀកពាក់លឿនបាទញ៉ាំបាទទាំងអស់គ្នាដឹងហើយយើងហៅថា eat ញ៉ាំយើងញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា We eat lunch together
we eat lunch together បាទ lunch ហ្នឹងគឺអាហារថ្ងៃត្រង់ហើយ together ហ្នឹងយើងប្រែថាជាមួយគ្នា we eat lunch together ផឹកបាទផឹកយើងដឹងដែរគឺ drink ផឹកកាហ្វេផឹកទឹកផឹកអីហ្នឹងបាទ drink ខ្ញុំផឹកកាហ្វេ I drink coffee I drink coffee បាទអ្នកទាំងអស់គ្នាស្គាល់ច្បាស់ហើយពាក្យថា coffee គឺកាហ្វេទៅ go បាទ go គាត់ទៅធ្វើការដោយឡានក្រុងបាទ he goes to work by bus he goes to work by bus បាទអញ្ចឹងភាសាអង់គ្លេសពេលដែលយើងប្រើ by ហើយជាមួយនឹងមធ្យោបាយអីហ្នឹងភាសាខ្មែរយើងថាដោយប៉ុន្តែបើយើងនិយាយជាប្រយោគខ្មែរវិញភាគច្រើនយើងអត់ទៅប្រើដោយអញ្ចឹងទេយើងអាចថាគាត់ទៅធ្វើការជិះឡានក្រុងបាទប៉ុន្តែភាសាអង់គ្លេសគឺយើងដាក់ by bus បាទទៅធ្វើការ go to work បាទធ្វើការហ្នឹងគឺ to work he goes to work by bus មកវិញបាទមកវិញទៅវិញហ្នឹងបាទយើងប្រើ come back ឬក៏ go back ប៉ុន្តែខ្ញុំនៅក្នុងនេះខ្ញុំដាក់មកវិញអញ្ចឹងភាសាអង់គ្លេសថា come back ឧទាហរណ៍គាត់មកផ្ទះវិញពេលល្ងាចបាទគាត់មកផ្ទះវិញពេលល្ងាចអញ្ចឹងអង់គ្លេសយើងថា he comes back home in the evening he comes back home in the evening បាទអញ្ចឹង home នឹងយើងហៅថាផ្ទះ home ឬក៏ house បាទយើងហៅថាផ្ទះហើយពេលល្ងាចយើងហៅថា evening he comes back home in the evening គេងឬក៏ដេកបាទយើងហៅថា sleep ឧទាហរណ៍យប់នេះខ្ញុំគេងយឺតបាទគេងម៉ោង12ឬក៏ម៉ោង1អីអញ្ចឹងទៅអញ្ចឹងអង់គ្លេសយើងហៅថា tonight I sleep late I sleep late បាទ tonight មានន័យថាយប់នេះ I mean this night យប់នេះបាទយឺតគឺពាក្យ late ឬក៏ slow បាទយើងប្រើបាន late ឬក៏ slow ណាបាទហើយ sleep គឺគេងអញ្ចឹងម្ដងទៀត tonight I sleep late សម្អាតបាទសម្អាតបន្ទប់ទឹកសម្អាតនេះសម្អាតនោះអង់គ្លេសយើងហៅថា clean ខ្ញុំសម្អាតបន្ទប់បាទខ្ញុំសម្អាតបន្ទប់ I clean a room បាទនេះខ្ញុំអត់ប្រើ my ទេណាខ្ញុំប្រើជាទូទៅ I clean a room បាទខ្ញុំសម្អាតបន្ទប់បាទហ្នឹងហើយបន្ទប់គឺហៅថា room ធ្វើម្ហូបបាទធ្វើម្ហូបយើងហៅថា to cook ឧទាហរណ៍នាងពូកែធ្វើម្ហូបឬក៏ម៉ាក់ខ្ញុំពូកែធ្វើម្ហូបបាទអញ្ចឹងយើងនិយាយថា she is good at cooking បាទអានេះយើងប្រើ ing cook ណាយើងប្រើ cooking បើយើងចេះពី grammar មានន័យថាពេលដែលវានៅក្រោយ preposition គឺសម្រាប់កិរិយាសព្ទត្រូវតែប្រើជា ing បាទអញ្ចឹងយើងអត់អាចនិយាយថា she is good at cook អត់ទេ not អត់ត្រូវទេអញ្ចឹងយើងថា at cooking បាទសម្រាប់ពាក្យ good យើងដឹងហើយថាយើងថាល្អit's good ល្អប៉ុន្តែបើយើងប្រើជា structure to be good at to be នេះគឺ is good at បាទបើប្រើ good នៅក្នុង structure អញ្ចឹងគឺយើងអត់និយាយល្អទេយើងថាពូកែធ្វើអីមួយទៅយើងប្រើអញ្ចឹងទៅបាទអញ្ចឹងកន្លែងនេះគាត់ពូកែធ្វើម្ហូបអញ្ចឹងគាត់ is good at cooking ហ្នឹងហើយបាទ dry បាទជូតពាក្យជូតនេះយើងប្រើបានច្រើនដូចជាជូតមាត់ជូតអីជូតដៃជូតអីអញ្ចឹងទៅពាក្យអង់គ្លេសយើងអាចប្រើបាន2 3ប៉ុន្តែនៅក្នុងនេះយើងប្រើពាក្យជូតគឺប្រើពាក្យ dry មានន័យថាជូតឲ្យស្ងួតណាបើយើងជូតមាត់ជូតអីផ្សេងអានេះគេប្រើពាក្យផ្សេងដោយសារវាយើងគ្រាន់តែចង់សម្អាតវាឲ្យស្អាតទេប៉ុន្តែបើយើងចង់ជូតអីឲ្យស្ងួតយើងប្រើ dry
dry ព្រោះ dry នេះបើយើងប្រើជាន័យផ្សេងយើងហៅថាស្ងួតអាហ្នឹងជាគុណនាមយើងហៅថាស្ងួតប៉ុន្តែបើជាកិរិយាសព្ទយើងថាជូតគឺមានន័យថាជូតឲ្យស្ងួតណាបាទអញ្ចឹងឧទាហរណ៍ខ្ញុំជូតដៃជាមួយកន្សែងបាទខ្ញុំជូតដៃជាមួយកន្សែងភាសាអង់គ្លេសយើងនិយាយថា I dry my hands with a towel I dry my hands with a towel បាទអញ្ចឹង hands ហ្នឹងគឺដៃណាដៃទាំងពីរយើងហ្នឹងជាមួយគឺពាក្យ with ជាមួយហើយនឹងកន្សែងបាទយើងប្រើ towel អាកន្សែងយើងជូតខ្លួននៅផ្ទះឬក៏ទៅសន្តាគារឯណាកន្សែងសហ្នឹងណាបាទអាហ្នឹងយើងហៅថា towel ហើយបាទ I dry my hands with a towel បោសបាទយើងបោសផ្ទះបោសអីយើងប្រើ sweep បាទបោសឧទាហរណ៍យើងនិយាយថាបោសសំរាមហ្នឹងហើយបោសសំរាមហ្នឹងយើងថា sweep the rubbish sweep the rubbish បាទ rubbish ហ្នឹងគឺសំរាមណាបាទជូតឃើញទេអានេះជូតមួយទៀតហើយបាទមានន័យថា mop ហ្នឹងជូតយ៉ាងម៉េចមានន័យថាយើងជូតការ៉ូយើងពេលផ្ទះយើងប្រឡាក់នេះប្រឡាក់នោះយើងប្រើអាដងជូតនោះបាទហ្នឹងគេហៅ mop បាទគេហៅជូតណាហ្នឹងហើយអានេះវាជូតឲ្យស្អាតបាទអញ្ចឹងឧទាហរណ៍យើងថាជូតកម្រាលនេះចង់និយាយជូតឥដ្ឋជូតការ៉ូហ្នឹងណាបាទអញ្ចឹងអង់គ្លេសយើងហៅថា mop the floor បាទអា floor ហ្នឹងគឺអាការ៉ូកម្រាលនៅក្នុងផ្ទះនៅកន្លែងណាកន្លែងណីហ្នឹងបាទអញ្ចឹងយើងហៅពាក្យអញ្ចឹងយើងហៅថាជូតឥដ្ឋជូតការ៉ូបាទអញ្ចឹងគេមានពាក្យថាជូតកម្រាលដែរពាក្យ floor ហ្នឹងណាបាទអញ្ចឹងថា mop the floor បូមបាទទាំងអស់គ្នាស្គាល់ហើយអាម៉ាស៊ីនបូមអ្នកផ្ទះអ្នកខ្លះគាត់អត់មានអត់អីចឹងទៅបាទប៉ុន្តែអាម៉ាស៊ីនបូមហ្នឹងគេហៅ vacuum cleaner អាហ្នឹងសម្រាប់ម៉ាស៊ីនបូមណាប៉ុន្តែបើយើងប្រើជាកិរិយាសព្ទបូមយើងថា vacuum ឧទាហរណ៍យើងបូមព្រំបាទធម្មតាព្រំយើងបោសវាអត់ស្អាតទេអញ្ចឹងយើងប្រើម៉ាស៊ីនបូមអញ្ចឹងថា vacuum the carpet vacuum the carpet បាទ carpet ហ្នឹងគឺព្រំក្រហមដែលយើងរៀបនៅកន្លែងគល់ការមកអីហ្នឹងណាបាទយើងហៅព្រំយើងហៅ carpet បត់បាទបត់យើងហៅថា fold អានេះមានប្រើខុសគ្នាណាឧទាហរណ៍បើយើងបត់ឆ្វេងបត់ស្ដាំអានឹងគេប្រើពាក្យផ្សេងប៉ុន្តែអានេះយើងបត់ខោអាវបត់កណ្ដាស់បត់អីហ្នឹងបាទយើងប្រើ fold បាទវាដូចនៅក្នុងកុំព្យូទ័រយើងហៅ folder អញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងហៅបត់ដែរឧទាហរណ៍យើងនិយាយថាបត់ខោអាវឃើញទេបាទបត់ខោអាវយើងអត់អាចនិយាយថា turn the clothes ទេអញ្ចឹងនិយាយថា fold the clothes បាទ clothes ហ្នឹងគឺខោអាវ fold the clothes បត់ខោអាវអានេះពាក្យអ៊ុតវិញបាទអ៊ុតខោអាវដែលយើងប្រើឆ្នាំងអ៊ុតហ្នឹងបាទអង់គ្លេសយើងហៅថា iron បាទអានេះពេលយើងអានទៅយើងអត់ឮសំឡេងរទេបើយើងអាន iron វាអាចស្ដាប់បានប៉ុន្តែដូចជាវាអត់ត្រូវអញ្ចឹងគេអាន iron បាទអ៊ុតខោអាវបាទដូចគ្នាមិញយើងដាក់ថាបត់ខោអាវឥឡូវយើងអ៊ុតខោអាវម្ដងអញ្ចឹងយើងហៅថា iron the clothes បាទអ៊ុតខោអាវធ្វើការបាទធ្វើការហ្នឹងគឺ to work ធ្វើការខ្ញុំធ្វើការក្នុងការិយាល័យបាទ I work in an office បាទក្នុងហ្នឹងគឺ preposition in ហើយពាក្យ office ដែលយើងនិយមហៅថា office ជាភាសាអង់គ្លេសបាទខ្មែរយើងគឺការិយាល័យហ្នឹងហើយបាទអញ្ចឹងយើងអាចនិយាយថាការិយាល័យក៏បានឬក៏ជា office ក៏បានបាទរៀនបាទអ្នកទាំងអស់គ្នាស្គាល់ហើយគឺពាក្យ to study ខ្ញុំរៀនខ្មែររាល់ថ្ងៃណាខ្ញុំរៀនខ្មែររាល់ថ្ងៃ I study ខ្មែរ every day ខ្មែរ every day
បាទ every day គឺរាល់ថ្ងៃណារាល់ថ្ងៃអានបាទអានហ្នឹងយើងអានថា read books read អីហ្នឹងណាបាទអានឧទាហរណ៍ខ្ញុំអានសៀវភៅមុនគេងខ្ញុំអានសៀវភៅមុនគេង I read a book before bed បាទ I read a book before bed បាទអញ្ចឹងសៀវភៅគឺ book ហើយ before នេះខ្ញុំបញ្យល់ហើយគឺមានន័យថាមុនហើយគេងហ្នឹងមិនមែនបានន័យថា bed ទេណាបាទ bed យើងដឹងហើយយើងហៅក្រែអញ្ចឹងភាសាអង់គ្លេសយើងអាចប្រើបាន I read the book before going to bed អញ្ចឹងទៅបាទអញ្ចឹងយើងខ្មែរយើងអាចនិយាយថាអូខ្ញុំអានសៀវភៅមុនក្រែណាអត់ទេបាទអញ្ចឹងយើងថាមុនគេង before sleep សរសេរហ្នឹងហើយសរសេរយើងហៅថា write សរសេរសៀវភៅ write a book បាទអញ្ចឹងមកក្រៅពីសៀវភៅយើងអាចបដូរទៅអីផ្សេងតាមចិត្តយើងក៏បានរៀនបាទនេះរៀនមួយដែរប៉ុន្តែយើងប្រើជាពាក្យ learn វិញបាទ to learn រៀនដូចគ្នាពួកគេរៀនហែលទឹកពួកគេរៀនហែលទឹក They learn how to swim បាទអញ្ចឹងដីនឹងដឹងហើយគឺពួកគេរៀនគឺ learn ហែលទឹកគឺ to swim ហើយបាត់ពាក្យ how ទៅណាបាទអញ្ចឹង how កន្លែងនេះគឺយើងបកប្រែថារបៀបឬក៏ជាវិធីធម្មតាយើងអាចធ្វើ how ដើម្បីបង្កើតសំណួរជាមួយពាក្យ how បានបាទគេប្រើផ្សេងប៉ុន្តែ how កន្លែងនេះកុំច្រឡំមិនមែនសំណួរទេគឺជាពាក្យធម្មតាប្រើនៅក្នុងប្រយោគអញ្ចឹង how យើងបកប្រែថាជាវិធីឬក៏ជារបៀបអញ្ចឹងមួយទៀតយើងអាចបកប្រែថាពួកគេរៀនរបៀបហែលទឹកបាទពួកគេរៀនរបៀបហែលទឹកប៉ុន្តែភាគច្រើនពេលនិយាយយើងមិនសូវនិយាយអញ្ចឹងទេយើងថារៀនហែលទឹកស្រួលស្ដាប់ជាងណាអូខេបង្រៀនបាទអានេះ teach ម្ដងវិញរៀនឥឡូវបង្រៀន teach គាត់បង្រៀនភាសាអង់គ្លេស He teach English បាទអញ្ចឹង English គឺអង់គ្លេសហើយពាក្យភាសាឆ្ងល់ទេពាក្យភាសាបាទភាសាហ្នឹងគឺ language ប៉ុន្តែនៅក្នុងប្រយោគអង់គ្លេសយើងមិនចាំបាច់សរសេរ He teach English language មិនបាច់ទេខ្មែរយើងក៏ដូចគ្នាដែរយើងអាចលុបភាសាបានយើងថាគាត់បង្រៀនអង់គ្លេសដូចគ្នាណាបាទអញ្ចឹងបើយើងចង់ប្រើភាសាក៏បានយើងចង់សរសេរជា English language ក៏បានដែរអត់បញ្ហាណាបាទប៉ុន្តែយើងប្រើខ្លីៗទៅវាស្រួលជាងហៅបាទហៅហ្នឹងនិយាយដូចពាក្យ call ណាហៅប៉ូលីសឬក៏ហៅអ្នកណាម្នាក់អញ្ចឹងទៅកុំហៅខ្ញុំដូចនេះបាទកុំហៅខ្ញុំអញ្ចឹងវាអត់ព្រោះស្ដាប់អីចឹងទៅអញ្ចឹងណាកុំហៅខ្ញុំអញ្ចឹងកុំហៅខ្ញុំដូចនេះអង់គ្លេសយើងប្រើពាក្យ don't អាហ្នឹងគឺយើងចាប់ផ្ដើមទៅ don't ហ្មងដែលពេលដែលយើងបញ្ជាអ្នកណាម្នាក់កុំឲ្យធ្វើអ្វីមួយអង់គ្លេសគឺយើងចាប់ផ្ដើមពីពាក្យ don't ហើយអាចុងក្រោយនោះឃើញគេមានអសញ្ញាឧទានកុំភ្លេចណាបើជាប្រយោគបែបអញ្ចឹងគឺយើងត្រូវធ្វើអញ្ចឹងបាទអញ្ចឹងអង់គ្លេសថា don't call me like this don't call me like this បាទ call me ហ្នឹងគឺហៅខ្ញុំហើយអា don't ខាងមុខហ្នឹងគឺយើងបកប្រែថាកុំបាទហើយដូចនេះគឺ like this don't call me like this ជួប meet សប្បាយចិត្តជួបអ្នកអាហ្នឹងភាសាជនជាតិបរទេសគេចូលចិត្តប្រើខ្មែរយើងមិនសូវប្រើទេអាហ្នឹងបាទអញ្ចឹងបើយើងចង់និយាយថាសប្បាយចិត្តជួបអ្នកថ្ងៃនេះអីចឹងទៅបាទអង់គ្លេសយើងហៅថា nice to meet you បាទអាហ្នឹងយើងហៅថាសប្បាយចិត្តការពិតពាក្យសប្បាយចិត្តហ្នឹងអ្នកទាំងអស់គ្នាស្គាល់ហើយគឺយើងនិយាយថា happy អញ្ចឹងជាអង់គ្លេសយើងអាចនិយាយថាhappy to meet you ឬក៏ nice to meet you ផ្ញើបាទអានេះយើងផ្ញើលុយផ្ញើរបស់អីទៅណាអង់គ្លេសយើងហៅថា send បាទ
ខ្ញុំផ្ញើសារទៅពួកម៉ាហ្នឹងហើយខ្ញុំផ្ញើសារទៅពួកម៉ាអញ្ចឹងយើងនិយាយថា I send a message to my friend I send a message to my friend បាទអញ្ចឹង message ហ្នឹងយើងដឹងគេហៅសារបាទផ្ញើសារអញ្ចឹងទៅហើយពួកម៉ាគឺ friend ពួកម៉ាបាទនិយាយបាទនិយាយនេះយើងប្រើបានច្រើនជាយើងនិយាយជាមួយ talk ជាមួយ speak ជាមួយ say បាទយើងនិយាយទាំងអស់បន្តិចទៀតយើងនឹងរៀនពាក្យនឹងមួយដែរបាទអញ្ចឹងកន្លែងនេះនិយាយគឺ to talk ណាបាទនិយាយអ្នកកំពុងនិយាយអំពីអីបាទឬក៏យើងនិយាយថាអ្នកកំពុងនិយាយអីបាទអញ្ចឹងអង់គ្លេសយើងប្រើទៅតាម structure តាម tense អញ្ចឹងទៅនិយាយថា what are you talking about បាទភាសាអង់គ្លេសយើងប្រើ what នៅខាងមុខ what are you talking about ប៉ុន្តែពេលយើងនិយាយជាខ្មែរយើងយកអាអីហ្នឹងទៅខាងក្រោយអញ្ចឹងបើខ្មែរ structure យើងថា you are talking about what ណាអានឹងខ្មែរ structure យើងនិយាយអញ្ចឹងបានជាយើងបកប្រែថាអ្នកកំពុងនិយាយអំពីអីបាទពីអំពីហ្នឹងគឺ about ហើយកំពុងហ្នឹងមានន័យថាយើងកំពុងធ្វើអ្វីមួយដែលភាសាអង់គ្លេសគេហៅ present continue ហ្នឹងគឺគេប្រើ ing នៅខាងក្រោយ verb អញ្ចឹងភាសាខ្មែរយើងនិយាយថាកំពុងធ្វើអីកំពុងញ៉ាំអីហ្នឹងបាទហ្នឹងជា present continue សម្រាប់អ្នកដែលគាត់រៀន grammar គាត់ស្គាល់ហើយហ្នឹងបាទមួយទៀតនិយាយអានេះ to speak ម្ដងណានិយាយ to speak ខ្ញុំនិយាយ3ភាសាណាខ្ញុំនិយាយ3ភាសាភាសាអង់គ្លេសយើងហៅថា I speak 3 languages បាទ I speak 3 languages បាទ 3 ហ្នឹងគឺ3ទាំងអស់គ្នាស្គាល់ហើយ1 2 3ហើយភាសាគឺ language បាទអញ្ចឹងខ្ញុំនិយាយ3ភាសាអានេះនិយាយដែរប៉ុន្តែយើងនិយាយ to say something និយាយអ្នកនិយាយអីអ្នកនិយាយអី what did you say មុនហ្នឹងយើងថាអ្នកកំពុងនិយាយអំពីអីបាទអាហ្នឹងវាវែងតិចអញ្ចឹងបាទនេះអត្ថន័យដូចគ្នាបាទគ្រាន់តែយើងថានិយាយអី what did you say you say what ណាខ្មែរយើងអានអញ្ចឹងប្រាប់បាទប្រាប់ហ្នឹងគឺភាសាអង់គ្លេស how to tell ប្រាប់មិន telephone ទេណា tell បាទប្រាប់នាងប្រាប់រឿងកំប្លែងបាទនាងប្រាប់រឿងកំប្លែង she tells a funny story បាទអញ្ចឹងធម្មតា funny យើងថាកំប្លែង story យើងថារឿងដល់ funny story ភាសាខ្មែរយើងនិយាយ story funny រឿងកំប្លែង she tells a funny story បាទសួរ ask សួរខ្ញុំចង់សួរសំណួរ I want to ask a question បាទអញ្ចឹងភាសាអង់គ្លេសចង់យើងហៅថា want to bla 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 អាហ្នឹងបោះយើងហៅថាចង់ហើយសំណួរគឺ question បាទ question I want to ask a question ហើយបើយើងចង់សួរសំណួរ2 3 4 5បាទយើងបន្ថែមសំណួរនៅខាងក្រោយឧទាហរណ៍ខ្ញុំចង់សួរសំណួរ2អញ្ចឹងអង់គ្លេសយើងត្រូវដាក់2នៅខាងមុខ question អញ្ចឹងយើងនិយាយថា I want to ask 2 questions កុំនិយាយថា I want to ask question 2ណា not correct បាទអត់ត្រូវទេឆ្លើយបាទយើងមានសួរយើងមានឆ្លើយអញ្ចឹងឆ្លើយគឺ answer កុំច្រឡំជាមួយចម្លើយណាចម្លើយ answer ដែរប៉ុន្តែជានាមប៉ុន្តែបើយើងប្រើ answer ជាកិរិយាសព្ទយើងថាឆ្លើយដោយពាក្យ reply អញ្ចឹងបាទសូមឆ្លើយសំណួរណាសូមឆ្លើយសំណួរ Please answer the questions
please answer the question បាទសូមឆ្លើយសំណួរស្ដាប់ listen ស្ដាប់ភ្លេងបាទស្ដាប់ភ្លេងអញ្ចឹងភាសាអង់គ្លេសពេលដែលគេប្រើ listen គេដាក់ to មួយណាយើងកុំទៅសេ listen music បាទអានេះអត់ត្រូវទេយើងថា listen to music ស្ដាប់ភ្លេងឮ hear បាទឮអ្នកឮខ្ញុំទេ Do you hear me ណាឮខ្ញុំទេដើរ walk ខ្ញុំដើរទៅបាទទៅហាងទៅផ្សារទៅសាលាទៅធ្វើការអីចឹងទៅបាទអញ្ចឹងអង់គ្លេសយើងប្រើ to នៅខាងក្រោយមួយដែរអញ្ចឹងយើងថា I walk to the store បាទប៉ុន្តែមិនមែនមានន័យថាឲ្យតែនៅខាងក្រោយ walk គឺយើងត្រូវប្រើ to អត់ទេណាអាហ្នឹងវាអាស្រ័យទៅលើការប្រើប្រាស់ជាក់ស្ដែងព្រោះ walk ពេលខ្លះយើងអត់ប្រើ to ទេពេលដែលយើងប្រើ to នៅខាងក្រោយ walk យើងអាចបកប្រែបានពីរយើងថាដើរទៅឬក៏ដើរមកអាហ្នឹង walk to ណាប៉ុន្តែអង់គ្លេសគេអត់ដាក់ walk go and walk come ទេបាទអង់គ្លេសគេដាក់តែ walk to អញ្ចឹងពេលបកប្រែជាភាសាខ្មែរយើងត្រូវដឹងថាយើងទៅឬក៏មកអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវបដូរទៅតាមស្ថានភាពប៉ុន្តែដូចពាក្យ walk ខ្លះគឺយើងអត់ប្រើ to ទេឧទាហរណ៍យើងនិយាយថាខ្ញុំដើរជាមួយឆ្កែខ្ញុំអញ្ចឹងអាហ្នឹង you say I walk with my dog អត់មាន I walk to with my dog ឯណាខុសហ្នឹងហើយបាទអញ្ចឹងអានេះយើងថាដើរទៅដើរមកខ្ញុំដើរទៅហាងបាទអញ្ចឹងហាងហ្នឹងគឺ store បាទឬក៏ shop ក៏បានដែររត់បាទរត់នេះគឺ run បាទស្គាល់ហើយ run ខ្ញុំចូលចិត្តរត់ក្នុងសួន I like to run in the park បាទនៅស្រុកគេសបថា park នឹងសម្រាប់ប្រជាជនគាត់ទៅអង្គុយលេងគាត់ទៅហាត់ប្រាណគាត់ទៅធ្វើអីចឹងទៅបាទនៅស្រុកខ្មែរយើងមានដែរប៉ុន្តែវាមិនសូវធំប្រហែលណាហ្នឹងហើយអញ្ចឹងpark ហ្នឹងយើងហៅសួនហើយចូលចិត្តយើងហៅ like ខ្ញុំចូលចិត្ត I like បាទអង្គុយបាទទាំងអស់គ្នាដឹងហើយយើងហៅថា sit អង្គុយចុះយើងហៅថា sit down ប៉ុន្តែកន្លែងនេះខ្ញុំប្រើពាក្យអង្គុយទេគឺ sit បាទ sit សូមអង្គុយចុះបាទអញ្ចឹងកន្លែងនេះយើងពាក្យថែមពាក្យចុះមួយទៀតអញ្ចឹងអង់គ្លេសយើងហៅយើងនិយាយថា sit down please sit down សូមអង្គុយចុះបាទឈើបាទអានេះផ្ទុយគ្នាពីអង្គុយយើងឈើម្ដងអញ្ចឹងយើងហៅថា stand ឈើឧទាហរណ៍យើងថាសូមឈើឡើងឬក៏សូមក្រោកឈើឡើងបាទអង់គ្លេសយើងថា please stand up បាទ stand up ហ្នឹងណាប៉ុន្តែយើងអានភ្ជាប់ជាមួយ d ទៅយើងថា please stand up បាទអញ្ចឹងអា up ហ្នឹងវាឡើងអា down ហ្នឹងវាចុះហ្នឹងហើយឡើងថ្លៃចុះថ្លៃហ្នឹងណាបាទអញ្ចឹងយើងហៅ please stand up សូមឈើឡើងបើកបរបាទឬក៏បើកនេះយើងស្គាល់ហើយគឺពាក្យ drive បាទបើកបរឡានបើកបរម៉ូតូនេះបើកបរឡាន drive a car បាទបើកឡានក៏បានជិះ ride បាទយើងអានថាជិះកង់ ride a bicycle បាទ bicycle នេះយើងហៅថាកង់ណាបាទជិះកង់ជិះអីចឹងទៅធម្មតាភាសាខ្មែរយើងទោះយើងជិះអីក៏ដោយភាគច្រើនយើងហៅថាជិះទាំងអស់ជិះយន្តហោះជិះកប៉ាល់ជិះអីចឹងទៅប៉ុន្តែអង់គ្លេសយើងអត់អាចប្រើពាក្យ ride គ្រប់មធ្យោបាយទាំងអស់ទេគឺគេបដូរទៅជាសម្រាប់ជិះកង់ជិះសេះអីគេប្រើ ride ជិះឡានគេប្រើ take a car ជិះយន្តហោះទៅក៏ take a car take a bus ចឹងទៅបាទអញ្ចឹងយើងអត់អាចប្រើពាក្យ ride សម្រាប់
គ្រប់មធ្យោបាយទេណាបាទ your បាទមានន័យថា carry ក៏ប៉ុន្តែពាក្យ carry នៅក្នុងអង់គ្លេសគេប្រើតែមួយទេប៉ុន្តែខ្មែរយើងប្រើបានប្រហែលជា10ផ្សេងគ្នានោះដូចជា your ដូចជា3ដូចជា ew ដូចជាសែងគឺប្រើពាក្យ carry ទាំងអស់ប៉ុន្តែសម្រាប់ខ្មែរយើងគឺវាបដូរទៅតាមសកម្មភាពបាទអញ្ចឹង your នេះគឺខ្ញុំប្រើតែមួយទេគឺយើង your កាបូប your អីហ្នឹងទៅបាទនាង your កាបូបបាទនាង your កាបូប she carries a bag បាទ carry នេះគឺយើងបដូរទៅ ies ហើយយើងអត់នៅប្រើ y ទៀតទេសម្រាប់អ្នកអត់ចេះ grammar អាហ្នឹងបាទប្រហែលជាអត់ដឹងបើអ្នកចេះ grammar គឺបាទគាត់ដឹងព្រោះអានេះយើងប្រើជាមួយ third person singular បាទអញ្ចឹងអាសម្រាប់ y អីហ្នឹងគឺគេបដូរទៅជា ies ណាដូចមាន she មាន he មាន it បាទអញ្ចឹងយើងត្រូវតែបដូរណាបាទអាហ្នឹងវាតាក់ទងទៅនឹងវេយ្យាករណ៍អូខេតោះឥឡូវអានម្ដងទៀត she carries a bag lift លើកបាទលើកអា lift ហ្នឹងគឺយើងប្រើបានជាមួយនឹងចដាវយន្តប្រអប់ដែលយើងទៅ on ទៅអីហ្នឹងគឺឃើញអាចដាប្រអប់ហ្នឹងអាហ្នឹងគេហៅ lift ណាឃើញវាលើកយើងឡើងទៅលើទេបាទគាត់លើកប្រអប់ធ្ងន់បាទ he lifts the heavy box he lifts the heavy box បាទ box ហ្នឹងគឺប្រអប់អាឡាំងឲ្យយើងហ្នឹងបាទយើងហៅប្រអប់បាយប្រអប់អីហ្នឹងណាហើយធ្ងន់បាទមាន heavy អញ្ចឹងភាសាអង់គ្លេសគេប្រើ heavy នៅខាងមុខ box បាទខ្មែរយើងប្រើ box នៅខាងមុខ heavy វិញ he lifts the heavy box កាន់បាទកាន់នេះកាន់នោះហ្នឹងអង់គ្លេសយើងហៅថា hold កាន់ដៃ hold hands កាន់ដៃជ្រុះបាទជ្រុះកាបូបលុយជ្រុះអីហ្នឹងបាទគេប្រើ drop បាទជ្រុះខ្ញុំបានជ្រុះទូរស័ព្ទអានេះយើងប្រើជាអតីតកាលប្រើជា past tense អញ្ចឹងបានភាសាអង់គ្លេសគេដាក់ ped មកមួយទៀតណាកុំឆ្ងល់ណាបាទអានឹងជា past tense ទេបាទអញ្ចឹងបានយើងប្រើបាន I drop my phone បាទអញ្ចឹង phone ហ្នឹងអ្នកទាំងអស់គ្នាស្គាល់ច្បាស់ហើយគឺទូរស័ព្ទបាទបើក open បាទបើកទ្វារបើកអីហ្នឹងយើងប្រើ open បើកទ្វារ open the door បាទ door ហ្នឹងគឺទ្វារបាទបិទបាទផ្ទុយគឺបិទ close ឧទាហរណ៍បិទបង្អួចបាទបិទបង្អួចយើងហៅ close the window បាទ window ហ្នឹងយើងដឹងហើយគឺបង្អួចណាបង្អួចបាទហើយយើងរៀនពាក្យបើកមួយទៀតដែរប៉ុន្តែអានេះមិនមែនបើកទ្វារបើកអីទេណាយើងបើកដែរប៉ុន្តែយើងបើកដូចជាបើកភ្លើងបើកម៉ាស៊ីនត្រជាក់បើកទូអីហ្នឹងបាទគេអត់ប្រើ open ទេគេប្រើ turn on បាទកុំទៅនិយាយ open TV ណាអាហ្នឹងយើងស្ដាប់បានប៉ុន្តែវាខុសបាទយើងថា turn on ជាមួយគ្រឿងអេឡិចត្រូនិកអីហ្នឹងឧទាហរណ៍យើងថាបើកម៉ាស៊ីនត្រជាក់បាទបើកម៉ាស៊ីនត្រជាក់ហ្នឹងអង់គ្លេសយើងហៅថា turn on the AC turn on the AC បាទ AC ហ្នឹងវាមកពីពាក្យ air conditioner យើងហៅថាម៉ាស៊ីនត្រជាក់ណាប៉ុន្តែអក្សរកាត់គេអានថា AC ហ្នឹងយើងយល់ហើយហើយមួយទៀតបិទដែរប៉ុន្តែបិទភ្លើងបិទអីដូចគ្នាយើងប្រើ turn off បាទ turn off អាហ្នឹងបិទឧទាហរណ៍បិទទូរទស្សន៍បាទសិតតែគ្រឿងអេឡិចត្រូនិកទាំងអស់ចឹងថាបិទទូរទស្សន៍បាទទូរទស្សន៍អ្នកស្គាល់គាត់ដឹងហើយគឺវាមកពីពាក្យថា television ប៉ុន្តែពាក្យកាត់គេសេថា TV យើងយល់ទេណាបាទអញ្ចឹងពាក្យពេញវាគឺ television ចឹងថា turn off the TV បាទបិទទូរទស្សន៍បាទ
បាទអញ្ចឹងខ្ញុំសូមបញ្ចប់កិរិយាសព្ទប្រហែលជា50ហ្នឹងត្រឹមប៉ុណ្ណេះហើយសង្ឃឹមថាមេរៀននេះវាមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាដើម្បីដែលកំពុងតែរៀនភាសាអង់គ្លេសហើយចង់ចេះកិរិយាសព្ទច្រើនកិរិយាសព្ទប្រចាំថ្ងៃបាទវីដេអូនេះគឺល្អសម្រាប់អ្នកទាំងអស់គ្នាបាទអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយបើមានសំណួរអីអត់ច្បាស់អាច comment នៅខាងក្រោមហើយខ្ញុំនឹងព្យាយាមឆ្លើយសំណួរអ្នកទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនថ្ងៃនេះយើងជួបគ្នាប៉ុណ្្នឹងចុះហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយៗទៀត